នេះជារបៀបឡើងសំណាញ់ផ្ទាំងខាងមុខដោយយើងដេកអាវហើយយើងធ្វើការឡើងសំណាញ់តាមក្រោយផ្ទាំងខាងមុខនេះយើងឡើងមួយជាន់ឬក៏ពីរជាន់អាស្រ័យទៅលើបងប្អូនស្រឡាញ់នៅក្នុងរូបនេះយើងឡើងតែមួយជាន់ទេចុះមុនពេលដែលយើងឡើងសំណាញ់យើងត្រូវតែរកសាច់បដ ாய் នៃសំណាញ់សិនហើយធ្វើការដាំរកចំណុចកណ្ដាលដោយសារតែខ្លួនអាវយើងគឺមានចំណុចកណ្ដាលទ្រូងអញ្ចឹងដាក់ចំណុចកណ្ដាលរបស់សំណាញ់ឲ្យចំកណ្ដាលទ្រូងទៅហើយធ្វើការយឹតសំណាញ់ដោយយើងចាប់ដើមពុះសំណាញ់ចុះត្រឹម9លេខហើយចេញទៅទឹងក7លេខធ្វើការខ្វៀលតែមួយចំហៀងហើយយកសំណាញ់ហ្នឹងដាក់ឲ្យត្រូវកម៉ានីកាំងហើយធ្វើការរៀបសំណាញ់សារឡើងវិញបន្ទាប់មកយើងយកខ្សែម៉ែត្រដែលយើងកំណត់ទំហំទ្រូងសម្រងជីបទ្រូងយើងគឺចុងដោះសម្រងចុងដោះ25អញ្ចឹងដាក់ខ្សែម៉ែត្រឲ្យចំលេខ25ទាញម៉ែត្រឡើងទៅលើរកចំណុច0ហើយយើងធ្វើការចោលពីលេខដើម្បីគូសស្មាមានន័យថារាប់ពីចុងទ្រូងឡើងទៅលើយើងចោលពីលេខមានន័យថាយើងដកស្មាខាងមុខចោលពីលេខហើយធ្វើការចុះក8លេខបងប្អូនឆ្លាញ់9 10លេខក៏ចុះទៅហើយនេះខ្ញុំក្នុងរូបនេះខ្ញុំយកចុះក9លេខអញ្ចឹងខ្ញុំត្រូវការចុះ8លេខដោយសារតែធ្នេដេសំណាញ់យើងមួយទាំងខាងក្រោយយើងឡើងហើយបន្ទាប់មកយើងយកពុំទាំងខាងក្រោយដាក់ចំណុចខ្សែលាវឲ្យស្មើជាមួយនឹងចំណុចផ្ដាំរបស់ផ្ទាំងខាងមុខឲ្យស្មើគ្នាធ្វើការគូសតម្រូវស្មាឲ្យស្មើនឹងផ្ទាំងខាងក្រោយមានន័យថាស្មាផ្ទាំងខាងក្រោយយើងបានកំណត់ទុកហើយវាសល់ទំហំប៉ុណ្ណាផ្ទាំងខាងមុខឲ្យនៅសល់ទំហំស្មើគ្នាតែម្ដងជើងទីនៅក្នុងនឹងដូចជាស្រេចហើយការចេញកគឺយើងចេញ7លេខខាងមុខហើយយើងធ្វើការដាមតាមកដែលយើងបានកំណត់ទុកកបះអាវហើយមានន័យថាសំណាញ់នេះគឺយើងធ្វើតែមួយចំហៀងទេនៅពេលដែលយើងធ្វើមួយចំហៀងហើយយើងធ្វើការកាត់ហើយដើម្បីដឹងថាសំណាញ់យើងជាពីប៉ុណ្ណាជាคลิปពីប៉ុណ្ណាដើម្បីឲ្យស្មើជាមួយនឹងស្មាយើងធ្វើការចែកទំហំទ្រូងជា4អញ្ចឹងទំហំទ្រូងអាវនេះគឺ90ចែកជា4បាទស្មើនឹង22កន្លះបូក1 23កន្លះយើងធ្វើការចូល6លេខដើម្បីធ្វើការឃ្វាលឃ្លៀកនៃសំណាញ់នេះដើម្បីយើងកំណត់ថាសំណាញ់ដែលយើងឃ្វាលឃ្លៀកគឺប៉ុណ្្នឹងឯងបន្ទាប់ពីការកាត់ទៅលើម៉ានីកាំងរួចរាល់យើងធ្វើការដោះសំណាញ់ចេញពីគ្នាដែលយើងបានដាមរួចជាស្រេចហើយយកមកផ្គុំបញ្ចូលគ្នាដើម្បីយើងកាត់ចម្លងមកខាងទៀតឲ្យមានសភាពដូចគ្នាដូចទៅក្នុងវីដេអូដែលបានបង្ហាញនេះបាទអរគុណ